ដោយសារតែមានពុកម៉ែបងប្អូនក៏បានខមមិននៅក្នុង YouTube របស់ខ្ញុំហើយថ្ងៃនេះក៏ខ្ញុំសម្រេចចិត្តថាធ្វើវីដេអូថ្មីមួយក៏បានខមមិនថាបងសុំពីរបៀបបិទ Telegram កុំឲ្យវា download អូតូឬក៏ down វីដេអូអូតូនេះដូចអ្នកនរគ្នាឃើញវីដេអូអញ្ចឹងអ្នកគ្នាគ្រាន់តែបើកចេញមកវា download អូតូមករូបភាពប្រមាណឬក៏វីដេអូប្រមាណវា download អញ្ចឹងទៅមិនថាទំហំប៉ុណ្ណាទេអញ្ចឹងអ្នកនរគ្នាវា download អូតូអញ្ចឹងហ្មងអញ្ចឹងអ្នកនរគ្នាដើម្បីយើងបិទបានកុំឲ្យវាពេញ drive D ឬក៏ drive C របស់យើងឬក៏ memory នៅក្នុងទូរស័ព្ទរបស់យើងអញ្ចឹងណាអ្នកនរគ្នាអត់មានអីពិបាកទេអ្នកនរគ្នាចូលមក setting អាកន្លែងសញ្ញាត្រេ3ហ្នឹងអ្នកគ្នាចុចហើយអ្នកគ្នាយកពីថា setting បន្ទាប់មកអ្នកគ្នាអត់ត្រូវយកអីទៀតទេយកពាក្យថា advanced មកអូខេអញ្ចឹងនៅកន្លែងនេះវាមានច្រើនហើយអ្នកគ្នាអាច clear អាឯកសារទាំងអស់ហ្នឹងចេញបានយ៉ា clear ចេញទៅកុំឲ្យវាឃើញអ្នកគ្នាឃើញអត់ពេលដែលវា download មកវាចូល drive C របស់យើងអញ្ចឹងវាឃើញច្រើនណាអូខេបើសិនជាទូរស័ព្ទរបស់យើងក៏វាមានច្រើនដែរអូខេអញ្ចឹងយើងត្រូវការសម្អាតអូខេឥឡូវខ្ញុំចូលមក advanced ម្ដងទៀតហើយខ្ញុំអត់មានមើលអីច្រើនទេខ្ញុំអត់មើលប្រឡោះហ្នឹងទេគឺខ្ញុំមើល automatic គឺ media download ហ្នឹងអូខេអញ្ចឹងយើងមើលតែ3ហ្នឹងបានហើយយើងបិទទាំង3ហ្នឹងមកគឺអូខេនេះអ្នកគ្នាកន្លែងនេះគឺវាមាន photo ហើយនិង file អញ្ចឹងអាកន្លែងទំហំហ្នឹងបើសិនជាអ្នកគ្នាប្រីកធំរូបភាពឬក៏ file ធំហ្នឹងគឺវាធ្វើការ download ទៀតអញ្ចឹងបើយើងដាក់ប៉ុណ្ណាហើយយើងបើកអាហ្នឹងគឺមានន័យថាពេលដែលវា download គឺវា download តាមទំហំ file ហ្នឹងទេអញ្ចឹងយើងធ្វើការបិទឲ្យអស់មកនៅកន្លែងហ្នឹងបិទហើយយើងធ្វើការ save មកអូខេអញ្ចឹងយើងចូល in group វិញអញ្ចឹងយើងមើលតាម group របស់យើងអញ្ចឹង group របស់យើងជាធម្មតាយើងចូលទៅវាធ្វើការ download អញ្ចឹងអ្នកនរគ្នាបិទវាអស់មកវាលែង download ហើយអញ្ចឹងចំណុចចុងក្រោយគឺអ្នកនរគ្នាសុំបិទទាំងអស់គ្នាដូចជាវីដេអូរបស់ខ្ញុំបង្ហាញមកអូខេអញ្ចឹងវាលែងdownload ទៀតហើយអូខេអញ្ចឹងឥឡូវខ្ញុំសុំទៅធ្វើការបង្ហាញអ្នកនរគ្នាតើវានៅ download បន្តទៀតអត់អូខេអញ្ចឹងអ្នកនរគ្នាមើលទៅគឺវាលែង download ហើយព្រោះតើតែយើងចុច download បានវា download តែបើយើងអត់ចុចទេវាអត់ download ទេអូខេវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងដែរបាទអរគុណច្រើនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាអូខេបាយបាយ